សាកបទពិសោធន៍ជិះឡានក្រុងដែលយកទៅខេត្តសៀមរាបលើយើងជិះ Pass App ពីផ្ទះទៅគួរឡានចេញម៉ោង10ឡានក្រុងដែលខ្ញុំជិះនេះឈ្មោះ Giant Ibis បេនឡានគេហ្នឹងគឺនៅសារាត្រីមុននឹងយើងទៅដល់បេនឡានគេខ្ញុំបានចូលញ៉ាំបាយនៅសាកដាមកឃ្លានព្រោះយើងត្រូវធ្វើដំណើរទៅឆ្ងាយសម្រាប់ឡានក្រុងគេនេះគឺថាស្អាតមានបន្ទប់ទឹកមាន Wi-Fi មានភ្លើងហើយមានចំណាំងសាកទូរស័ព្ទ Type C Type A មានតែចង់បើកភ្លើងចង់បន្ថយភ្លើងអីក្នុងវាំងននហ្នឹងម្នាក់ឯងយកទៅភ្លឺបាច់ដេកក៏បានដែរឥឡូវរៀងយប់ហើយចង់គេងឡានចាប់ដើមចេញដំណើរទៅហើយបាទឥឡូវយើងមកដល់ខេត្តសៀមរាបហើយបិទនៅតែមួយផ្លែតទេដល់ហើយឥឡូវយើងហៅតុកជិះទៅហៅកន្លែងជួលម៉ូតូសិនជាក់នេះបងនៅហ្នឹងជាក់នេះបាទបន្ទាប់ពីជួលម៉ូតូបានហើយយើងជិះទៅរកកន្លែងអង្គុយសិនព្រោះឥឡូវយើងមកពីព្រឹកលើកទី1អញ្ចឹងយើងអត់ដឹងទៅណាទេព្រឹកឡើងអង្គុយរងចាំសិនឥឡូវយើងទៅរកកន្លែងអង្គុយសិនបាទឥឡូវយើងរកកន្លែងអង្គុយឃើញហើយខាងបាយសិគូឆ្ងាញ់នៅសៀមរាបយើងហ្នឹងហើយគេបើកហើយព្រឹកឡើងឥឡូវយើងអង្គុយនៅហ្នឹងសិនញ៉ាំបាយសិនទៅចាំដល់មេឃភ្លឺដើម្បីយើងទៅធ្វើការយើងបានប៉ុន្តែឥឡូវទៅអត់បានទេដោយសារវាលងឹតនៅលងឹតគាត់គេធ្វើការអញ្ចឹងណាខ្ញុំទៅចុះពីឡានដល់មិញអត់ដឹងទៅណាអត់ទៅណាទាំងព្រឹកទៅចុះពីពេញមកអត់គួរឲ្យយកទៅសុំឥឡូវមេឃភ្លឺហើយយើងមកអង្គុយញ៉ាំកាហ្វេនៅប្រអនមួយកៅសិនព្រោះឥឡូវទឹមតែម៉ោង7ទេបាទបន្ទាប់ពីចប់ការងារយើងហើយឥឡូវយើងជិះដើរលេងតាមភូមិនៅសៀមរាបហ្នឹងមុននឹងត្រឡប់ទៅផ្ទះវិញយើងជិះដើរលេងមើលស្ទឹងសៀមរាបមើលវាលស្រែពី3ជុំសិនបាទហើយមុននឹងទៅវិញខ្ញុំក៏បានចូលទៅកន្លែងអង្គជេកអង្គចោមអត់ធូបបួងសួងសុំសេចក្តីសុខចឹងណាធ្វើដំណើរទៅវិញឲ្យបានសុខសប្បាយហើយក៏គៀកម៉ោងដែលយើងត្រូវត្រឡប់ទៅវិញដែរទឹកវិញត្រជាក់ឥឡូវក្តៅទៅអង្គជេកចោមមុននឹងទៅផ្ទះវិញអូនេះហូបគំនូគេនេះហូបគំនូដែលគេគូហើយឃើញទេឥឡូវយើងត្រូវដល់ម៉ោងឡើងឡានហើយហាត់សូត្រទៅយកម៉ូតូទៅបកគោលឲ្យខាងជួលម៉ូតូវិញយើងឡើង Pass App ទៅបេនឡានវិញបេនឡានរៈវន្ថមនេះនៅឆ្ងាយដែរពីកន្លែងជួលម៉ូតូទៅចូល7គីឡូដែរហើយយើងជិះសល់ទៅតែ7នាទីដល់បេនឡានហើយស្ទះផ្លូវផងអីផងចេញម៉ោង12លើម៉ោង11:53ឥឡូវយើងបានមកដល់គោលដៅហើយឡានចេញដំណើរទៅហើយទៅភ្នំពេញវិញម៉ោង12ថ្ងៃទៅឥឡូវមកដល់ភ្នំពេញដល់ម៉ោង6ឥឡូវយើងជិះទៅផ្ទះវិញហើយសរុបសេចក្តីមកគឺយើងការងារយើងតែមួយរត់ទេហើយថ្ងៃឡើងយើងត្រឡប់មកវិញឥឡូវយើងបានមកដល់ភ្នំពេញវិញហើយអូខេបាយបាយ